ញាតិញោមនិងអ្នកស្ដាប់ជាទីមេត្រីក្នុងលោកនេះមនុស្សយើងម្នាក់តែងតែចង់ឈ្នះយើងចង់ឈ្នះក្នុងការងារយើងចង់ឈ្នះក្នុងការជជែកវែកញែកយើងចង់ឈ្នះលើអ្នកដទៃប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាការឈ្នះខ្លួនឯងគឺជាជ័យជំនះដ៏ឧត្តមបំផុតហេតុអ្វីបានជាការឈ្នះខ្លួនឯងពិបាកម្ល៉េះព្រោះសត្រូវរបស់យើងមិនមែននៅខាងក្រៅទេសត្រូវរបស់យើងគឺចិត្តដែលមិនទាន់បានបង្ហាត់ចិត្តដែលឆេវឆាវចិត្តដែលលោភលន់ចិត្តដែលច្រណែនវាប្រៀបដូចជាសត្វព្រៃដែលមិនទាន់បានផ្សាំងវាតែងតែនាំយើងឲ្យទៅរកភាពស្មុគស្មាញនិងទុក្ខសោកការឈ្នះចិត្តខ្លួនឯងមិនមែនមានន័យថាការបង្ខំឬក៏ការធ្វើទារុណកម្មចិត្តទេ